នាំមកជូនលោកអ្នកដោយទឹកផ្លែឈើអូឡាតេមួយកំប៉ុងស្មើទឹកដោះគោស្រស់មួយកែវអូឡាតេបាទសូមស្វាគមន៍ការទស្សនាជាបន្តទៀតមកកាន់ Mr. Miss Talk Show ដែលនេះគឺជាវគ្គទី2ដែលយើងនឹងធ្វើកិច្ចសម្ភាសជាមួយនឹងតារាប្រចាំសប្តាហ៍របស់យើងគឺបងពាក់មីចាតារាកំប្លែងនៅក្នុងដួងចិត្តរបស់អស់លោកអ្នកកំពុងតែអង្គុយផ្ទាល់តែម្ដងក្នុងសិទ្ធិយោរបស់ My TV លោកអ្នកប្រហែលជាបើសិនជាអាចទៅរួចលោកអ្នកមួយចំនួនគាត់ចង់ខលចូលទៀតសួរផ្ទាល់ហ្មងបាទបើព្រោះថាគឺមានទូជនគ្រប់គ្រងគាត់ចាំជាពិសេសគឺការលេងកំប្លែងហើយអ្វីដែលមួយទៀតនោះគឺខ្លាចជាតារាចម្រៀងដែរឥឡូវចាបាទបើដូចអៀនអញ្ចឹងបងតែស្លៀកពាក់ស្អាតអៀនហ្នឹងចឹងចូលដល់ពុកមាត់គូអីពូណាថ្ពាល់ខោថ្ពាល់អីហ្នឹងអត់អៀនហ្នឹងចូលលក្ខណៈចូលតួឈួតបានលុយឯងបាទអញ្ចឹងគេថាស្អាតហ្នឹងគឺតែអៀនហ្នឹងបាទគេយើងមិនដែលបង្ហាញសម្រស់ពិតៗគេហ៎យើងបង្ហាញសម្រស់ពិតទេបងចានឹងស្អីចាបងជាតារាកំប្លែងឥឡូវនេះចាប់ផ្ដើមជាតារាចម្រៀងហើយបាត់ចម្រៀងក៏ពេញនិយមដែរសួរតាមត្រង់មានគិតថាចង់ធ្វើវិធីកដែរហ៎បងគាត់តែប៉ុណ្្នឹងខ្ញុំគិតតែការងារច្រើនណាអត់រងឯងខ្ញុំចង់តែមុខគាត់គឺចង់ខ្លាចជាអ្នកកំប្លែងហ្នឹងឥឡូវបានសម្រាប់ហើយចាបាទហើយបន្ទាប់មកចម្រៀងហ្នឹងខ្ញុំប្រាថ្នាការពីតូចដែរការពីតូចនោះធ្លាប់តែចង់ច្រៀងចង់អីចឹងណាបាទប៉ុន្តែអ្នកស្រុកអ្នកភូមិថាឲ្យច្រៀងស្អីហើយមាត់ឆែបចឹងហើយទៅច្រៀងស្អីរាជចម្រៀងគេស្អាតណាចាឯងមុខចឹងមុខហើមចឹងមាត់ឆែបចឹងហើយទៅច្រៀងស្អីគេបាទចឹងបើច្រៀងច្រៀងលក់ការ៉ែមលក់លីសអីទៅចាបាទចឹងណាតែយ៉ាងណាឥឡូវបានសម្រាប់បទឆ្នាំ2013នេះប្រពន្ធហ៊ុនស៊ីសៀងនាងស៊ីសុបបាទស៊ីសុបចាបាទហើយបទហ្នឹងខ្ញុំសប្បាយចិត្តបំផុតត្រង់ក្មេងៗតូច3-4ឆ្នាំឡើងចេះច្រៀងបទហ្នឹងចាតែឃើញយើងទៅហ្នឹងច្រៀងឌឺយើងទៀតណាអើយពុយអើយជួយអើយជួយបាយពុកវិញក៏ពុកឌឺយើងហ្នឹងយើងទៅហើយទៅមកធ្វើសួរពុកបែបនេះបទហ្នឹងមិនណាគេច្រៀងបែរដល់ពុកបែបនេះទៅដល់បាត់ខ្ញុំច្រៀងឯងមិនថាអញ្ចឹងទេសួរពីណាគេច្រៀងបទហ្នឹងយើងដឹងតែយើងសួរឌឺយើងបាទហើយបទហ្នឹងវែងណាក្មេងៗចេះចប់ទៀតបទហ្នឹង6-7វគ្គហ្នឹងណាព្រោះវាសបាយនិយាយចោលបើសបាយខ្លាយនេះគឺត្រង់ថាអត្តន័យវាសបាយហើយត្រង់ផាទៀតវាយជ្រូកអីណាបីដៃអូសចូលគុកចាទៅវាយជ្រូកផ្ទះកាពីជ្រូកមិនតែក្មេងៗទេទៅតាមអកកដងអកកេះអីអញ្ចឹងណាមានបងចាស់ហ្នឹងគាត់ភ្ញៀវគាត់សំណពរយើងច្រៀងប៉ុន្តែមុនយើងទៅដល់ហ្នឹងភ្ញៀវគាត់ហ្នឹងគាត់ខ្លួនឯងគាត់ច្រៀងអស់ពីរដងអីបាទគាត់ចូលចិត្តបទហ្នឹងរាំសបាយអញ្ចឹងទៅបាទចាអរគុណមិញហ្នឹងគឺយើងនិយាយពីជោគជ័យរបស់បងទាំងការកំប្លែងក៏ដូចជាការច្រៀងចម្រៀងឥឡូវសូមបងបែរទៅអតីតកាលបន្តិចចាបងចាប់ផ្ដើមសិល្បៈដំបងដំណើរដើមតងយ៉ាងម៉េចទៅសូមបងសង្ខេបបន្តិចមកដំណើរដើមតងសិល្បៈដំបងគឺថាធ្វើសំណង់ចាធ្វើសំណង់ពងធ្វើទាំងហ្នឹងឃើញទូស៊ីតអិនគាត់ជ្រើសរើសឬបងទុយឬសូបងទុយហ្មងគាត់ប្រកាសថាបាទទស្សនិកជនដែលមានសំនួនវោហាសារសាប់អីចឹងណាពេញចិត្តនៅវិស័យកំប្លែងចឹងអាចមកដាក់ពាក្យប្រឡងកម្មវិធីមហាកំប្លែងនៅស្ថានីយទូរទស្សន៍ CTN ចាចឹងក៏នឹកឃើញថាយើងមកចេញតាមទូទស្សម្ដងតែអត់ទេបាទគេចឹងណាបានផ្ដាំម៉ែឲ្យម៉ែទៅក្រោយចូលទូទស្សន៍មកយើងមើលប្រាប់អ្នកស្រុកផងប្រាប់គេពេញស្រុកបាទគេចាំមើលថ្ងៃប្រឡងហ្នឹងមានឈ្មោះណាប្រឡងឈ្មោះខ្ញុំបាត់បាត់ឈ្មោះពេលបាត់ឈ្មោះចែមចន្ទរាហ្នឹងបាត់ឈ្មោះបាត់ឈ្មោះគេអត់មានគេប្រឡងប្រហែលខែគេអត់ប្រឡងទៅគេអត់លឺហៅឈ្មោះសោះបើទៅខ្មាស់គេពេញស្រុកដល់ពេលទៅដាក់ពាក្យប្រឡងម្ដងទៀតដាក់ឈ្មោះចែមសរឿនខ្ញុំកាលប្រឡងជាប់ចែមសរឿនទៅចែមចន្ទរាឈ្មោះប៉ិតបងហ៎ចែមចន្ទរាឈ្មោះខ្ញុំចែមចន្ទរាចែមសរឿនឈ្មោះនាយគ្រឿនបងខ្ញុំទេដាក់ឈ្មោះបងអូនជំនួសដាក់ឈ្មោះបងអូនប្រឡងម្ដងទៀតចឹងព្រោះឈ្មោះមុនបាត់ហ៎ចាបងចាតាមតោដប់មកដឹងយកមកដាក់ CTN ឬចောင်းលូណាមិនដឹងចាបាទហើយតេមកគេហ្នឹងក៏តេមកខាងបុគ្គលិកក៏ថាចាំទឹកក្រោយមកមានឈ្មោះណាក្រុមទេប្រាប់បងប្អូនបាយចាំដល់ទូចាំមើលបាទអេហ្មងបាទកាលហ្នឹងគេឲ្យបង្ហាញសមត្ថភាពគឺកំប្លែងដំបងភ័យអត់បងអូយភ័យណាស់ខ្ញុំហ៊ានងើបមុខទេខ្ញុំភ័យណាស់គាត់ថាឃើញសន្តិសុខមុខ CTN ហ្នឹងភ័យបាទណាបាទខ្លាចហ្មងចាឲ្យមិនទៀតទេបងពេលតាមពេលមកពេលឡើងទៅចេះតែទិញប្រូលចាំទិញប្រូលចាំពីផ្ទះមកហើយទោះបីយ៉ាងណាភ័យយ៉ាងណាក៏យើងនៅប្រូលយើងនៅចាំហ្នឹងយើងអត់មានរនឹកនៅណាក៏លោថាភ័យរនឹកឃើញណាចាទិញប្រូលហើយកាលទៅធ្វើសំណង់ហ្នឹងមិនមែនមានផ្ទះអីណានេះណាជួលបន្ទប់គេហ៎ជួលបន្ទប់គេបន្ទប់ឈើអញ្ចឹង
khăn đang dừng thử xómกับplay thầm đáกับplay nhìn thử say ត្រូវហើយបង đi tục cái khăn cái vừa lụ nhóm chốt thầm đá dừng xóm play dừng xóm mà ủa thử chụp đây dừng cho ចា ủa được xóm ai đó đi ha ba chục mà na bật năm ở trong si xóm này ai nhớ đó អូយអ្នកចិត្តខាងមកខ្ញុំ này ជី chết khăn thế ai cút đi អូ lư xó ta chê pôn ro là kia bây giờ xómกับplay nhá Dạ, xóm dạ. này ai nhưng cái thao xóm một cái chợ ai dừng mình cái chợ năm cái chợ bên bạt đây nữa xóm ai đó đi ha xóm đó đi ba em gì pรับai hai bắt bắt bây giờ đó xóm rồi đấy អ្នកចិត្តខាងសម្បត្តិឈ្មោះនេះមែនតើ គេដើរទៅដៀងទៅហ្នឹងគួរដល់គួរដល់ អើចិត្តខាងនេះយ ចា កាលនេះមកដុំណាដែរ លូ5 អូលូ5 អូ ឥឡូវនេះលូប៉ុន្មានដែរ ឥឡូវនៅ CTN យើង បាក់ក្បែរហ្នឹងបងហ៎ចា បាទ កន្លែងផ្លូវភ្លោះនេះ ចាមិនទៀតទេបង មិនទៀតហើយទៅមកប្រឡងទៅជាប់លើកទី1នឹងឃើញថាយើបាទជាប់ប្រឡងហើយប្រឡងវគ្គទី2ទៀតធ្លាក់ទៅ បងចាំទំនុកអត់ទី1សម្ដែងអីគេកាលហ្នឹងធ្វើអីគេ នឹងធ្វើស្អីទេភ្លេចបាត់ហើយ ភ្លេចបាត់ទេណោះចាបើបងចាំទៅខ្ញុំចង់ឲ្យបង យូរហើយ ចា ដឹងហើយទៅពេលវគ្គ2 3ឆ្នាំជាងហើយ ចា វគ្គ2ប្រឡងធ្វើអាចារ្យ បាទ មកហ្នឹងគេចាប់ក្រុម5នាក់ហ្នឹង បាទ ក្រុម5នាក់គ្នាគេ4នាក់នោះគ្នាគេស្គាល់គ្នាហ៎ ចាបង ខ្ញុំម្នាក់ឯងមកពីសំណងដៃសសំងញយគេថាំងពេលមីឯងបាច់ចេញធ្វើតួនេះបន្តិចបានហើយព្រោះអីតួវាត្រូវគេរៀបគ្នាគេមកគូគ្នាគេខ្ញុំប្រឡប់នោះ5នាក់គេ2មកគូខ្ញុំម្នាក់ឯងខ្ញុំអត់ដឹងនិយាយអីទេ ចា ចេញមកខ្ញុំនិយាយអាចារ្យម្នាក់ឯងខ្ញុំសុំថាបងខ្ញុំសុំចេញ1នាទីបានហើយខ្ញុំចេញតិចទេហើយខ្ញុំអត់ឲ្យគេដឹងថាខ្ញុំចេះនិយាយអីទេ ចា ពេលខ្ញុំបានចេញមាន1នាទីណា5នាទី ចា តតា គេដាក់ម៉ូគ្នាថាបងណាចេញពីណាចេញយូរបើថាលឺសូខ្ញុំធាក់ឆាកក្រោយឲ្យចូលមកក្នុងវិញខ្ញុំចេញហ្មង បាទ ថាខ្ញុំសុំចេញតែ1នាទីទេបងដល់ខ្ញុំសូត្រអាកំណាផឹកស៊ីខ្ញុំនឹង5នាទីពីម្នាក់ក្រោយខំធាក់ឆាកចូលមកចូល ជូអី កាតែលើចូលទៅប្រឹងយកមកជ្រះរៀងខ្លួន ចា អូធាក់ឡើងផុងឆាកអស់ ខំថាបាទគេថាធាក់ចឹងដើម្បីកុំឲ្យខ្លាចឆាក អត់ទេ បាទ ចង់និយាយថាបងឯងចេញមុនអញ្ចឹង បាទ កុំនិយាយយូរពេកបើថាលឺខ្ញុំធាក់ឆាកឆាប់ចូលមកខ្ញុំលេងម្ដងព្រោះនាទីគេខ្លី បាទ តែដល់5នាទីទេគ្នា5នាក់នោះ ចា ចែកគ្នាលេង ដាក់ម៉ូ 5 ចឹ នាក់ ង ឡើយទៅអត់ 5 5បូតទាំងបង5ទៅអត់ដល់ពេលបងចេញមកម្នាក់ឯងបូតនោះធ្លាក់បាត់ចុះស៊ីនាទីគេអត់បាន បាទ ដៃ អញ្ចឹងគេថាបើអញធាក់ឆាកឆាប់ចូល ស៊ីចូល ថាខ្ញុំសុំតែ1នាទីទេបងបានក្បាលមីក្រូមានណាពាក្យចាក់លោកចែងព្រៃហៅប្រពន្ធឯងប្រាប់បងអូប្រហែល5នាទីនិយាយដល់ឲ្យធាក់ឆាកអត់ចូល បាទហើយដល់ពេលចឹងគណៈកម្មការគាត់ថាមិនទៅ ដឹកកម្មការមានដឹងផ្ទៃក្នុងរបស់យើងណា បាទដល់ពេល អានេះយើងស៊ីស៊ូបន្ទប់ទឹកគ្នាយើងតា បាទ គេមានដឹងអីគេ ចាបើពេលបងជាប់ហើយមិនទៀតទៅ CTN ធ្វើមិនជាមួយបងកាលហ្នឹង ជាប់ហើយហ្នឹងណែចង់ដាច់បាយជាប់ដំបងហ្នឹងគឺថាសំណងក៏យកអត់បានទៅធ្វើហើយការងារ CTN ក៏គាត់អត់តន់ហៅមកធ្វើដែរអញ្ចឹងយើងប្រហែលជា2ខែទៅ3ខែបានគាត់ហៅចូលមកធ្វើការមានប្រាក់ខែហ្នឹងណា ចា អញ្ចឹងសំណងក៏យើងអត់ទៅធ្វើអានេះណែ សិល្បៈកំត សិល្បៈក៏អត់បានចូលជាបុគ្គលិកចូលអីដែរយើងនៅចាំរៀបចំសិននោះទិញសៀងលេង7បាយជា2ធុងពេត្រូទុកស៊ី បាទបាទហើយបន្ទាប់មករយៈពេលប្រហែលខែដែរដែលយើងមានការងារនៅ CTN ប្រហែលជា3ខែក៏លោកតាវិចទ័រលោកតាវិចទ័រចាប់ដើមរើសក្រុមពួកខ្ញុំមក ចា ចាប់ក្រុមចូលគ្នាសម្ដែងរឿងកំសាន្ត ចា បាទ ហើយកម្មវិធីត្រីកំសាន្តបន្ទាប់មករឿងទី1យើងគេអត់ទាន់ស្គាល់ទេ ចា ទី តិចតិច 2ក៏គេអត់ទាន់ស្គាល់ដែរលេងនៅអត់នៅបរាជ័យ2ហ្នឹងយើងអត់ទាន់ដឹងថាលេងសងតង់គ្នា ចាបង បាទ បន្ទាប់មកបងនិត បាទ ចាអ្នក ប គ្រប់ ងនិត គ្រងយើង បាទនាយក CTN យើងហ្នឹងគាត់ហៅមកប្រជុំ ចា គាត់ប្រាប់ពីរបៀបតិចនិចក្នុងការនិយាយក្នុងការចាប់អត្តពាក្យគ្នាទៅវិញទៅមកបាទហើយក្រោមការនិពន្ធរឿងរបស់លោកតាវិទ័រផងនៅក្នុងរឿងថាំងជេងចម្លងធัวយើងចាប់ផ្ដើមគេស្គាល់ពីរឿងហ្នឹងមក បាទ បាទត្រូវនឹងថាំងជេងហ្នឹងមករហូតហ្នឹងទៅជា ទៅមុខរហូត បាទនៅមុខរហូតតសប្តាហ៍តែម្ដងមក ចានៅក្នុងនោះចង់ដឹងថាមានចំណុចណាមួយដែលទស្សនិកជនចង់ចាំបងថាពីរឿងគឺជារឿងមួយគឺທາງជេងចុះចំណុចពិសេសរបស់បងកន្លែងណាមួយដែលបងគាត់ថាទស្សនិកជនគាត់ចូលចិត្តបង អ្វីដែលខ្ញុំក្នុងក្រុម apply លេងទាំងអស់គ្នាមូលហេតុដែលខ្ញុំថាគេស្គាល់ថាខ្ញុំច្រើនដោយសារខ្ញុំមានកំណាព្យមានជាចម្រៀងខ្លីៗដូចជាច្បាប់ផឹកស៊ីច្បាប់សុំទៀនអីចឹងណា បាទ ដូចជាចម្រៀងស្ទៀវហិតកាវអីនេះអាយចឹងទៅបាទដូចជាចម្រៀងអីណែចម្រៀងច្រើននឹងរឿងអីខ្លះ ចា ចឹងខ្ញុំមានអាចឹងដើម្បីគាត់ចូលចិត្ត ចា ដើម្បីឲ្យមានអាចឹងច្រើនតើបងបានពីណាដែរ ងើយគួយរនឹក ចាដើម្បីមើលបងមើលតាមសង្គមយើងដែរជាក់ស្ដែងឥឡូវនេះ យល់មកខ្ញុំចូលចិត្តនឹកឃើញអីសើច ចា បាទ ដូចថានឹកឃើញឈួត
តែបាទបងអូនខ្ញុំមកនេះគ្រឿនចូលមកឈួតទីខ្ញុំទៀត ខ្ញុំស្រឡាញ់គាត់ណា អត់តកាលមកដបងគ្នាអត់ហ៊ានអីខ្ញុំភ័យខ្ញុំសុំបងវីទ័រថាបងសុំបងអូនខ្ញុំលេងមួយខំមកធម្មតាយើងបងយកបងអូនចូលមកនឹកឃើញថាប្រាប់ថាបងអូនចេះលេងនោះឡើងមកអោនយើងរហូត ចា និយាយក៏មិននិយាយញីញ័រមួយខែពីរខែដល់ពេលគ្នាជាភ័យឆាកខ្ញុំដាក់លេងមួយគេនេះមួយនេះប៊ូមនេះហ្នឹងគ្នាភ័យគ្នាខ្លាចឆាកពេលខ្ញុំបែកកំណត់មួយខ្ញុំនឹកឃើញរៀបប្រូលព្រះបងប្អូនហ្មងរៀបប្រូលព្រះបងប្អូនអត់ឲ្យលេងមួយគេលេងតែពីបងប្អូន ដល់ពេលគាត់ភ័យពេក បាទអញ្ចឹងប្រូលយើងរៀបចំឲ្យស្រេចអញ្ចឹងនេះគ្រឿនចាប់ដើមលេងល្អចាប់ពីត្រឹមដេញពីអ្នកឪកូនទល់ខ្នងគ្នា ស៊ីផឹកអី អត់ទេពីអ្នកឪកូននិយាយថាកំណាបអីណានៃស្លឹកឈើរៀបរំកញ្ច្រំមុខផ្ទះអីណានោះចាប់ដើមពីអ្នកឪកូនហ្នឹងមកលេង2ទៅមកចាប់ដើមនេះគ្រឿនបែកឡើងឈួតបានងាយ អត់សមមែនតាបងគាត់បកែខ្ញុំ បាទកែឈួតមិនពូជខ្ញុំឈួតទេតែថាបកែនឹងឈួត ល្បីតែសាចឹង បាទឈួតបានលុយ គាត់បានលុយចា បាទកាលពីក្មេងបងធ្លាប់គិតថានឹងឡើងមកទូរទស្សន៍ឲ្យល្បីចឹង ពីក្មេងនោះប្រាថ្នានោះជាងសំណង់នោះបាទកាយធ្លាប់ចង់ធ្វើសំណង់ វិឡាធំអី ភាសាយើងសាមញ្ញថាជាសំណង់ប៉ុន្តែនេះក៏ជាអាជីពមួយដែរស្ថាបត្យករ បាទខ្ញុំចង់ទៅចឹងខ្ញុំចង់ដល់នេះឃើញគេពាក់មួកសគេអង្គសញ្ញើគេគួយច្អល់ហ្នឹងខ្ញុំចង់ចឹងប្រាថ្នាចង់ចឹងណា វិស្វករ ពេលនេះទី8ឯងបើចង់អង្គសញ្ញើទី8ឯង ចុះកាលនៅបងនៅស្វាយរៀងមិនចឹងពេលនៅស្វាយរៀងបងកាលនៅវ័យជំទង់បងចូលចិត្តធ្វើអីខ្លះពេលហ្នឹង ចូលចិត្តលេងឈូសស៊ីលុយ អូស៊ីលុយហ្មងដាក់លុយ ចិត្តលេងកាត់បាល់អូបើថាម៉ែប្រើអីវិញម៉ោងទៅ8ព្រឹកអីហ្នឹងម៉ែប្រើឲ្យតែដឹកក្បៃអូក្តៅចា បើថាវាយបាល់ម៉ោង1ម៉ោង2ក៏ដល់ថ្ងៃត្រង់ចាក់លឹបបាទអាសាចាញ់នេះអាសាឈ្នះសួរត្រង់ ចាញ់កីឡាចូលចិត្តលេងកីឡាចូលចិត្តតែបើអត់ដាក់លុយក៏អត់លេងដែរ ដាក់លុយអត់ អត់ដាក់លុយខ្លះប៉ុន្តែដឹងតែខ្លួនឯងថាបកែនិយាយនៅពេលដែលមានស្រីក៏នៅក្បែរចូលចិត្តមានស្រីថាមុខដូចតែដេញរលីងអីចឹងអូរត់មកចេះឃើញខ្ញុំយ៉ាត់ចេញរត់មកវាយបើវាយបាល់វាយវៀង ឃើញឈុតខ្ញុំលេងមើលរលីងខ្ញុំឃើញមុខរលីងដូចថាបាក់មករត់យកយ៉ាត់ចេញមកបើឃើញជួយសាសនាគឺបែករត់ ហើយចេះដោយសារបងមានប្រសាសន៍ថាឲ្យតែមានស្រីអង្គុយក្បែរដូចថាបងមាន power និយាយហ្មង ថាមាន power និយាយដូចចង់ញ៉ែអូកាឡាហ្មង ខ្ញុំមានអូចឹងមែនបង វាយមាត់នេះវាយមាត់ មានស្រីស្អាតពិសេស មានស្រីស្អាតពិសេសមួយចាលោកស្រី សម្រាប់កម្មវិធីរបស់យើងផងដែរហើយទៅពេលតិចខ្ញុំទៅយកទៅបាទ រលីងទៀត អត់ទេបង រលីងទៀតចេញណា ចឹងហ៎មែនរលីងទៀត តែស្រីស្អាត អីមកតាមបណ្ណាកូន បងថាស្រីស្អាត បាទមែនតែមានកម្លាំងនៅបងពេលឃើញស្រីស្អាតមកចឹង មានកម្លាំងណាស់ ចាថាប់យកហើយមកតាមបណ្ណាកូនមកតាមបណ្ណាមិនទៅចឹងទៅចាហើយដើរលើទៅបណ្ណាចាប់បាត់ទៅ កូនណាបងណាកូនបងមែន កូនខ្ញុំទៅហើយមកតាមបណ្ណាគេនេះមកតាមបងហ្នឹងណាបងបាត់យូរពេកហ៎មកបាទ ចាប់មក បាទអូនទៅរៀងអៀនចឹង អៀន កំអៀន តែមិនឃើញប្រុសស្អាតអៀនចឹងហើយ កាត់រប៉ាប៉ាឃើញស្រីស្អាត សួរថាកូនណាគាត់អាចចង់ធ្វើតួកំ pl ែងហ៎អត់ទេចង់ធ្វើអ្នកចម្រៀងហ៎អត់ទេគាត់ចង់ធ្វើអីចង់ធ្វើប៉ូលីសគាត់ចង់ធ្វើប៉ូលីសអីចង់ធ្វើប៉ូលីសចាប់មួកចេះវិញ បាទ ឈ្មោះអីបង ឈ្មោះរឹមសុរាស៊ី បាទ សូរ៉ាស៊ី ហើយសិខួយអាយុ3ឆ្នាំកន្លះ 3ឆ្នាំបាទចឹងនៅពេលដែលប្រឡងកំ pl ែងមានគ្រួសារអញ្ចឹង ពេលខ្ញុំប្រឡងកំ pl ែងហ្នឹងកូននឹងនៅក្នុងផ្ទៃបាទ មួយខែហើយពេលដែលកូននឹងកើតខ្ញុំប្រឡងកំ pl ែងជាប់ហ្មងអញ្ចឹងបាទរងថ្ងៃខ្ញុំមានអារម្មណ៍ថាកូនខ្ញុំដូចនាំរាសីឲ្យខ្ញុំអញ្ចឹងខ្ញុំធ្វើអីតាំងពីកូនខ្ញុំមានផ្ទៃក្នុងពោះប្រពន្ធខ្ញុំមកដូចថារាសីយើងឡើងរហូត ឆ្នាំអីបងអូនកាត់ឆ្នាំ អីទេហ្នឹងខ្លាកាត់2000 ឆ្នាំឆ្លូវជាងកាត់2000ដូចខ្ញុំរងថ្ងៃថ្ងៃអីខែអីឆ្នាំអីណាម៉ែខ្ញុំគាត់ភ្លេចអូដល់ឆ្នាំលកាចាំបានបងដែរធ្វើគូកំណើត ដល់ខែអីអូដែរគូកំណើតអីគេមានចម្រើនបជន ចាហើយបងកូនម៉ានអ្នកអី កូន2ហើយឥឡូវផងបិទវគ្គប៉ុណ្្នឹងហើយ បិទវគ្គបងណារវល់ពេកហ៎ កូនស្រីមួយប្រុសមួយខ្ញុំឆ្ងល់បងប្អូនខ្លះគាត់កូនស្រីហើយស្រីទៀតស្រីហើយស្រីទៀតស្រីដល់5នាក់អីតាមអត់មកប្រុស ពីបច្ចេកទេសរបស់គេអត់មានចេះឆិនឆៃចង់ស្រី5នាក់អីតាមមិនអត់ប្រុសអូច្បាស់ហ្មង ធ្វើបច្ចេកទេសធ្វើមិនចឹង គេនិយាយបាទគេប្រិពន្ធគេ អូនអីតែឯងស្រីមួយប្រុសមួយហ្នឹង ចង់ដឹងបាទ គេអួតគ្នា គេអួតកូនគ្នា $300 ចា ព័ត៌មានមួយម៉ាត់ហ្នឹង $300
មិនអាចនិយាយសាធារណៈបានទេ អូ សួរដោយសម្ងាត់ម្នាក់300ដុល្លារ អូបើសិនជាលោកអ្នក ហើយ មក បើថា ខ្ញុំតែ ខុសសង 200 10000ដុល្លារចង់បានស្រីចង់បានប្រុសហើយចង់កំងតាមកាត់ត្លុកបានទៀតចង់មកដូចរ៉េមកដូចប៉ាគីស្តានហើយខ្ញុំមកដូចចាំការកូនខ្ញុំនឹងកំងរូបអីគេ រូបអីបង ដៃគូមួយតៅមួយសឿ អូសាន់ឆាយ សាន់ឆាយនេះសាន់ឆាយសាន់ឆាយ ចឹងអត់តែចឹងសិនឆាយ អត់ទេយើងអារម្មណ៍ សាច់ឆាយ អត់ទេគេមិននិយាយចឹងទេដូចថាយើងប្រាប់ពុនយើងអូន ចា យើងទៅដាក់អារម្មណ៍មូលទៅសាន់ឆាយណា ចា បើបែកទៅបែកទៅ Markenery បុកធីអីចប់អញ ចនស៊ីណាយ ហេចប់ទីណាស្អាតគាត់បើ មានធំ លេងតំទៅអាស្ដាច់ចលេនេះនោះជាប់បាត់ ចាលោកក្រោយហាមតែឃើញរ៉ូលីន ចា អូរ៉ូលីនស្បត់នោះ ចាដូចចឹងសាន់ឆាយតែបាញ់ផុងបុកទី ចាអត់ ហេ ដោយសារថ្ងៃនេះមានការចូលរួមពីចាអូនសេខួយដែលជាកូនបង្កើតរបស់បងពាក់មីអញ្ចឹងចង់ឲ្យចង់សួរបងបន្តិចការងារមិនមានអញ្ចឹងបងបែងចែកពេលវេលាជាមួយនឹងអាជីពហើយនឹងប្រពន្ធកូនយ៉ាងម៉េចខ្លះបង ខ្ញុំសប្តាហ៍ថ្ងៃនេះសម្រាប់សេចក្តីសុខប្រពន្ធកូនហើយជាមួយប្តីនេះគឺអត់មានទេព្រោះអីខ្ញុំចូលផ្ទះតែម៉ោង3ភ្លឺ ចា បាទតែ ម៉ោង7ព្រឹក បានកូនមួយទៀត អត់ទេពេលដែលរវល់នឹងកូន2ហើយ ចាកូន2ហើយឯងបាទ កាលមានកូននេះនៅធ្វើបំណងឡើយតើ បាទ នៅទាំងហាល1 4នាក់ឡើយហ្នឹង បាទ កាលហ្នឹងអាណិតកូនដោយសារខ្ញុំមនុស្សខ្ញុំចូលចិត្តតិច ចា អញ្ចឹងយើងមានអាទាំងហាលមួយហ្នឹងបើកណាដាក់កូននៅខាងមុខយើងនៅឆ្ងាយទាំងហាលយើងវាអត់សូវលហើយ ចា អញ្ចឹងយើងធ្វើដេកនៅមុខទាំងហាលបើទាំងហាលមានយើងប្រប៉ិនភ្នំនោះកូនបាំង ចា ពេលដាក់កូននឹងដីទៅឲ្យអ៊ំវាបាក់ឲ្យទៅ កំសត់ណា ចឹងបាន អញ្ចឹងមកកូនខ្ញុំក្រោយនេះគេមិនសិតឲ្យមានខោទឹកនោមអីđó ចា កូនខ្ញុំកណាត់កូនខ្ញុំនេះតែកណាត់រោងចក្រយើងអាសរងយើងពុះឲ្យជា700ចំណិតទៅណាចាយើងកូនកាត់ងាមកគេមានអាកតបទ្របបេះគូតក្មេងមែនទេ ចាចា ឥឡូវនេះគេមានខោទឹកនោមជំនាន់កូនខ្ញុំនេះមានណាកាលនោះមានលុយមានកាក់ណាមានលុយទៅខោទឹកនោមអាកណាត់យើងអាសរងយើងអាចាស់ចាស់នឹងខ្វែងអី4ជ្រុងមកចងក្បួចទៅ ហើយយកទៅបោកហា បោកទៀតអូអត់មានបោះចោលអីទេបោកទៀត បាទ ធ្វើម៉េចទេវាចឹងទៅហើយ គូសាបងនៅពេលតនេពីច្រើនចូលចិត្តបងនាំទៅ ប្រពន្ធខ្ញុំទៅនេះចូលចិត្តលេងហ្គេមលេងហ្គេមបានខ្ញុំហោះ បាទ លេងហ្គេមស៊ីពោះលេងហ្គេមអេក្រីបឺតបាទនេះទៅនេះពីការងារបាទចុះឥឡូវធ្វើអីបើប្តីលេងផ្លែហ្នឹង ចា បាទ ឥឡូវបាន លេងនៅកន្លែងណាបង ផ្ដល់ចំណេះវិជ្ជាឲ្យកូនបានរៀនហ្គេមជាមួយម៉ែវាដែរបាទលេងហ្គេមទាំងម៉ែទាំងកូនហ្នឹង កន្លែងកំសាន្តណាបងទៅណា លេងហ្គេមទូរស័ព្ទនៅផ្ទះហ្នឹង អង្គុយនៅផ្ទះលេងអត់ទៅក្រៅដែរ អត់ទេនៅចាំផ្ទះ អត់ញ៉ាំបាយហាងអីទេ អត់សូវដើរមែនថាមកវាចូលផ្ទះម៉ោង3ហ្នឹងណាបើកបាយហាងម៉ោង បើ 4 ទៀតបាត់អស់ហើយម៉ោង3ចា អរគុណឲ្យគាត់ឥឡូវនេះគាត់បានស្ដែងថ្មីដែរព្រោះថាពងចាក់នៅរោងភាពយន្តរឿងអាពាក់មួកសម្បត្តិភាព វគ្គ2បាទហើយនៅខែភាសានេះនៅកម្រងថតរឿង2រឿងទៀត ចា ហើយនឹងមានកម្រងធ្វើរឿងខ្លួនឯង ជាមួយនឹងផលិតកម្មថោនមួយរឿងទៀត បាទ ភាសារវល់អញ្ចឹងឆ្លៀតពេលខែភាសាយើងអត់សូវកាត់សក់យើងបុករឿងកុនបាទឲ្យថតឲ្យតាន់បាទ3រឿង បើក account ធនាគារណាដែរចឹង បាទ បើក account ណានៅធនាគារណាអីអនសិតយើងនេះហ៎ មាន account អីដូចមិនចេះអង់គ្លេសផង កណន័យ អូទិញគុណជ្រូកញាត់ អូដាក់លុយសុតមកបង ដាក់ ហ៎ ក្រោមពូកខ្លះអីខ្លះហ្នឹងទៅនិយាយលេងទេរាល់ថ្ងៃនេះគាត់ថាមិនជាមានលុយមានកាក់អីទេគាត់ថាមករស់ មានជីវភាពបើជាងមុនណា វាគាត់បើជាងមុនព្រោះយើងកាលដំបូងយើងមានផ្ទះមានសបាយតានៅ ឥឡូវមានណា បាទ ឥឡូវមានអស់ដូចមាន ជំនួសឲ្យបងជោគជ័យទៀត បាទ ចាឲ្យអូនចូលរៀននៅបកាយ បាទកំឡាចង់ឲ្យធ្វើដែរបងកំឡាចង់ឲ្យធ្វើអីដែរ អូនធម្មតាចង់ធ្វើអី ធំឡើងសាច់និស័យរបស់កូនបើកូនចង់ទាត់បាល់ក៏ទាត់ទៅវាយបុកក៏វាយទៅ ចាស្អាតទៀតណាមុខចាគាត់ឃើញមុខក៏ដឹងថាភរិយាបងស្រីស្អាតដែរ ស្អាតអីទេដឹងប្រពន្ធខ្ញុំឈ្មោះអីអត់ ឈ្មោះអី ឈ្មោះច្រាប់ ច្រាប់ ហើយគិតមើលឈ្មោះច្រាប់ហើយមុខមិន អត់ទេគេថាអ្នកស្អាតស្អាតគេដាក់ឈ្មោះឲ្យនេះចឹង អញ្ចឹងសានសាណានឹងឈ្មោះអាក្រក់មែន អត់ខ្ញុំឈ្មោះនៅផ្ទះបងនឹងខ្ញុំឈ្មោះអីហ៎ មើលគេ ឈ្មោះមីកតប់ ខុសហើយគេថែមកតុយទៀតអឺ ដឹងព្រោះតាទៅផ្ទះខ្ញុំហើយតែកតប់អឺ កាលមុនមែនដែរខ្ញុំដល់ទៅជុំណាគេកតប់អឺ ចាចូលចិត្តហៅកូនអញ្ចឹងដើម្បីឲ្យព្រលឹងខ្មោចស្ដាប់ឮទៅអាក្រក់ អត់ហ៊ានទៅយក អត់មកយក អត់ទេប្រពន្ធខ្ញុំឈ្មោះនំជីជាតិតែមកជាស្រីច្រាប់ អូចឹងបងឡើយចឹងចូល ហើយខ្ញុំ បងហៅថាម៉េចអូនច្រាប់ចឹងទៅ គិតឆាប់ម៉ែមិនខួចចឹងទៅ អូ បាទចុង ហើយ ការ ខ្ញុំនៅស្រុកគេហៅខ្ញុំអីគេទេ អីគេបង
ติดรา តែរ៉ា ติดละบัว អែមហ្មង ติดราติดรา ចានិយាយចឹង ដឹងឈ្មោះខ្ញុំពេញនឹងឈ្មោះអីគេហ៎ចែមច័ន្ទតារា ចាមច័ន្ទតារាសួរបងច្រើនភ្លេចសួរមួយឈ្មោះកំ pl ៃបងល្បីហ្នឹងគឺពាក់មីមិនបានដាក់ឈ្មោះហ្នឹងភ្លេចឲ្យឆឹងហ្ម ឈ្មោះ ង ហ្នឹងអ្នកដាក់ហ្នឹងគឺខ្ញុំពេញនឹងតោ ចា កាលតែប្រឡងប្រាច់ព្រាត់ហ្នឹងតោសួរហ្នឹងធ្វើចោលមិនក៏ប៉ុនម៉េះខ្ញុំថាអីមិនភ្លឺធ្វើចោលបានទេសើមានពាក់មីត្រឹមត្រូវនិយាយចឹងទៅបានជាប់ឈ្មោះពាក់មីហ្នឹងរហូតមកទៅ ចា ហើយគិតមើលពាក់មីហ្នឹងដូចថាឈ្មោះហ្នឹងក៏មិនជា អេ អាក្រក់ ហ្មងអេហ្ម បា ង ទដូចថាទៅ ចាអរគុណច្រើន អរគុណដែលបានចូលរួមកម្មវិធីរបស់ បាទអរគុណបាទអរគុណ បាទ បាទ ចាលោកលោកស្រីអ្នកនាងកញ្ញាជាមួយនឹងកម្មវិធីរបស់យើងនៅវគ្គក្រោយលោកអ្នកនឹងបានជួបការជឿនចម្រៀងដែលកំពុងតែពេញនិយមពីសំណាក់បងពាក់មីប៉ុន្តែពេលនេះសូមអនុញ្ញាតសម្រាប់មួយ flexion